Ngày ní mau soi đầm nằm đường hot đá nó đôn tịch phong đôn ní đo khai bầm bay ngày ti mà phơi chiều nó ban pi nằm là cái ban là cái buôn nâng khai bầm bay mà phơi buôn ban group pi nằm thì mà nâng mà phơi buôn khai lời nó khai thiệt nó có về trái pruol về khả năng phliêng mà từ chia cho bị phliêng tới cả đau hô để trong tay chẳng khai thiệt về trái pruol về ngày nó dương một mưa nó khơi nó sặc về sập phôn cứ sặc đôn sặc smile thom chiếtនៅវានឹងគឺសឡប់ពេលល្ងាចថ្ងៃរៀបលិចគឺស្លឹកនឹងប្រែមកវិញងើបពីសឡប់មកវិញអានេះយើងទឹកនឹងស្រោចដំណាំហើយពីថ្ងៃបានស្រោចម្ដងជាងខែនេះគាត់ទៅថាយើងធ្វើជាវីដេអូមួយទុកនិយាយដើម្បីឲ្យបងប្អូននៅក្នុងបណ្ដាញ YouTube មានមតិខ្លះអីសួរមកឬក៏ឆ្ងល់ឬក៏ខ្ញុំឆ្ងល់ទៅវិញអីចឹងទៅគឺយើងចែករំលែកគ្នាទៅវិញទៅមកគឺដូងខាងនេះបច្ចាយស៊ីប្រហែលជាមួយខែមុនចុងវានេះស៊ីពីក្រមនេះទៅពីពាក់កណ្ដាលដើមនេះទៅលើឡើងបានផុតនឹងរបងកញ្ចែតែមើលអត់ទាន់គឺបាត់បង់ដូងនេះគឺមានសភាពខុសគេមិនដឹងជាវាคล้ายឬក៏វាយ៉ាងណាយើងអត់ដឹងតែទុកវាទៅអានេះយើងជួសវាបានជិត1ឆ្នាំអានេះអានេះកញ្ចែស៊ីបាត់បដូលវានោះអវៈមុនស៊ីបាត់អស់ឥឡូវឃើញថាបានផុតប៉ុណ្ណេះហើយនេះវាស៊ីអស់ប្រហែលធៀងកញ្ចែស៊ីមកប្រាវហ្នឹងអស់3ដើមនេះវាគួរតែថាជាថតលេងនៅរោងដំណាំរបស់យើងទុកជាកម្រងអនុស្សាវរីយ៍បានភ្លៀងមកប្រហែលមេនទឹកស្រះឡើងពេញទឹកពេញវិញអញ្ចឹងមានថាយើងអាចទឹកយើងអាចប្រើគ្រប់គាត់ថាយើងវាអត់មានពេលមកស្រោច3ថ្ងៃបានស្រោចម្ដងអីចឹងទៅចំណែកឯនេះវិញជិតនឹង2ឆ្នាំគេដែរឥឡូវមើលខុសគ្នាជិត2ឆ្នាំគេដែរហ្នឹងអាយុប្រហែលមួយជួរមិញហ្នឹងគឺបានគោះហ្នឹងស្មៅនេះយើងដាំទុកថាចិញ្ចឹមកដោបតែបានចិញ្ចឹមនេះទុកស្ដុកចោលទៅហ្នឹងឯងអានេះបាន1ឆ្នាំជាងខែ12អីនោះបានគ្រប់2ឆ្នាំអានេះហើយកញ្ចែបានវាយស៊ីដែរស៊ីប៊ីងាប់នេះស៊ីពីក្រមនេះទៅនេះក្រមនេះឥឡូវបានផុតប៉ុណ្ណេះហើយយឺតមែនទែនអត់ងាយឡើងទេកញ្ចែស៊ីហើយបាទនេះវិញចង់ក្រិនឥឡូវបានដាក់ជីទៅរៀងព្រឹសឡើងបន្តិចហ្នឹងនេះគឺមានគ្រប់បែបគ្រប់យ៉ាងយើងអ្នកដាំដំណាំអានេះក៏ដូចគ្នាអានេះទៅមក1ឆ្នាំប្រហែលខែគឺមួយជួរនេះយើងដាំក្រោយជួរនេះយ៉ាកុងពលឺថ្ងៃមួយជួរនេះយើងដាំក្រោយជួរខាងនោះដាំក្រោយខុសគ្នាល្បាក់ប្រហែលជា2ខែខ្លះ3ខែចឹងជួរហ្នឹងយើងដាំក្រោយគេ
ហើយក៏មិនអត់ទៅមានតំណាំអីមកណាជួននេះដូងញ៉ាំដាំរឿងរបស់អានេះរឿងកងពលឺថ្ងៃអានេះវាស្រែនទៅដល់ខែព្រោះទៀតហើយនេះជួននេះដាំក្រោយខាងយើងដាក់គល់ក្រីស្មៅមានអីខ្លះទៅតាមឲ្យវាត្រូវតែភ្លៀងម៉ានមេនឹងមកអាបន្លែនោះថាចិញ្ចឹមត្រីដែរតែធ្វើខុសបច្ចេកទេសទៅគឺដីយើងវាទប់អត់ជាប់ទៅវាដាច់អញ្ចឹងក៏យើងអាចបានចិញ្ចឹមត្រីទេតែមើលពេលក្រោយចឹងថ្ងៃនេះមានវីដេអូតែប៉ុណ្ណេះបងប្អូនអើយទុកជាការចែករំលែកពីធម្មជាតិដែលយើងខំថែបានយើងគ្រាន់តែថាទុកចែកគ្នាមើល